ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើពុកម៉ែបងប្អូនឃើញតែខ្ញុំលីងម្ទេសលីងគ្រឿងអីហ្នឹងគឺថ្ងៃនេះគឺខ្ញុំធ្វើម្ហូបឆាត្រីដែងជូរអែមបងប្អូនឆាលីតគួនគឺថាឆ្ងាញ់មែនទែនបងប្អូនបន្ទាប់មកគឺខ្ញុំយកត្រីដែងដែរចាប់បានតាមវាស្រែយប់មិញហ្នឹងណាបងប្អូនគឺភ្លៀងមេមកគឺបានឡើងច្រើនហ្មងត្រីបងប្អូនហើយគឺខ្ញុំយកទៅពពងបងប្អូនយកទៅពពងវាក្រៀមឲ្យក្រហមអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងដាក់ពពងចោលហើយគឺខ្ញុំចាប់ផ្ដើមមកបេះតគួនបងប្អូនបេះស្លឹកតគួនស្លឹកអីចឹងណាតគួនយើងដាំនៅផ្ទះហ៎និយាយថាបន្លែធម្មជាតិបងប្អូនណាឯសារយើងដាំបានហូបខ្លះទៅអត់ពិបាកទេបន្ទាប់ពីមកសន្ទុះមកគឺយើងមកប្រែត្រីយើងណាបងប្អូនឡើងក្រហមហ្មងហើយត្រីដែងយប់មិញភ្លៀងខ្លាំងអញ្ចឹងវាឡើងណាបងប្អូនឡើងតាមវាលស្រែបងប្អូនហើយបានត្រីដែងបានកែបបានតុងគឺនៅតាមជនបទទៅបងប្អូនណាខែភ្លៀងអត់ខ្វះម្ហូបទេយូរទៅចង់ធំត្រីធម្មជាតិទៀតណាដល់ខ្ញុំកំពុងឆ្អិនហើយគឺខ្ញុំចាប់ដើមដុះត្រីនឹងទុកម្លែកសិនណាបងប្អូនបន្ទាប់មកគឺខ្ញុំដាក់ម្ទេសដែលខ្ញុំបុកជាមួយខ្ទឹមសបងប្អូនហើយនឹងខ្ទឹមក្រហមឆាវារៀងឈ្ងុយបន្តិចបន្ទាប់មកគឺយើងចាប់ដើមដាក់ស្គល់ស្លឹកគ្រៃហើយនឹងស្លឹកក្រូចម្ដេងបងប្អូនគឺខ្ញុំធ្វើអញ្ចឹងទៅគឺថាជាថៃឆ្ងាញ់ណាជូអែមហិលឆាញ់ហ្មងហើយយើងដាក់អំពិលទុំបងប្អូនតែអំពិលទុំវាទៅបន្ទាប់ពីខ្ញុំឆាអញ្ចេះដាក់ឲ្យឈ្ងុយហើយគឺខ្ញុំចាប់តាមដាក់ប៊ីចេងដាក់ស្ករដាក់ទឹកត្រីដាក់ប្រេងខ្យងអីចឹងណាបងប្អូនហើយគឺយើងឆាវាត្រឡប់ទៀតទៅបងប្អូនគ្រឿងទេសគឺយើងចូលចិត្តគឺយើងចង់បានមិនគឺយើងដាក់តាមចំណង់ចំណូលចិត្តយើងទៅបងប្អូនភាសាតែធ្វើម្ហូបតាមគ្រួសារតាមផ្ទះនីមួយវាអត់ដូចគ្នាទេបងប្អូនវាខុសគ្នាអញ្ចឹងណាសម្រាប់ខ្ញុំគឺខ្ញុំយកជូរអែមហិលអញ្ចឹងណាបងប្អូនគឺឆ្ងាញ់មែនទែនហ្មងហើយគឺខ្ញុំដាក់ប្រេងខ្យងអីហើយគឺខ្ញុំចាប់ផ្ដើមឆាត្រីចូលគ្នាជាមួយឯគ្រឿងទេសខ្ញុំដាក់មិញហ្នឹងឲ្យវារៀងឈ្ងុយបងប្អូនបន្ទាប់មកគឺខ្ញុំចាក់ទឹកអំពិលទុំគឺខ្ញុំត្រាំឲ្យបងប្អូនខ្ញុំមកដាក់ទឹកអំពិលទេកុំឲ្យវាជូរអញ្ចឹងណាបងប្អូនបន្ទាប់ហើយគឺខ្ញុំចាប់ដើមឆាវាត្រឡប់ម្ដងទៀតហើយក៏ភ្លុកអីចឹងហើយបងប្អូនគាត់តែឃើញគឺថាតំណងហ្មងហើយជាតិណាបងប្អូនហើយជូរហិលគឺជាតិឆ្ងាញ់ហ្មងបងប្អូនគឺរកពីអីនិយាយអត់បានហ្មងណាបងប្អូនហើយម្ហូបថ្ងៃនេះបងប្អូនហើយនិយាយថាបាយអស់ពីឆ្នាំងអស់ពីអីហ្មងហើយតគួនហើយគឺយើងដាក់តគួនហ្នឹងបងប្អូនយើងលាងទឹកលាងអីហើយតគួនខ្ញុំអត់សូវកាត់វាខ្លីទេបងប្អូនខ្ញុំដាក់វាទាំងវែងអញ្ចឹងណាហូបទាំងវែងអញ្ចឹងវាជាតិដល់ពេលហើយយើងឆាត្រឡប់វាមកបងប្អូនឆាត្រឡប់តគួនហើយត្រីហ្នឹងឲ្យវាទ្រាំណាបងប្អូនមុខម្ហូបមួយមុខនេះនិយាយបានថាឆ្ងាញ់ហ្មងខ្លែមក៏ត្រូវហូបបាយក៏ត្រូវដែរត្រូវនឹងមេឃភ្លៀងតិចអញ្ចេះគឺថាឆ្ងាញ់ហ្មងបងប្អូនបន្ទាប់ពីហ្នឹងមកគឺយើងមានមេអាប្រើយើងណាបងប្អូនគឺខ្ញុំបេះឡើងកគោកហ្មងដោយសារតែវាសម្បូរដែរបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់វាហ្នឹងហើយបងប្អូនយើងដាក់បង់វាទៅអត់មានពិបាកអីទេគឺឡើងច្រើនហ្មងមេអាប្រើឡើងកន្លះទៅជ្រែងហ្មងបងប្អូន